ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះឌីម៉ារីតាមកពីរូប U30 ហើយថ្ងៃនេះផងដែរខ្ញុំមកធ្វើវីដេអូទាក់ទងនឹងការ enable IS8 និងការ install IS8 មកដល់កន្លែងនេះខ្ញុំចុចsudo apt update សិនដល់មកដល់កន្លែងនេះយើងចុចcommand install IS8 យើងមក sudo apt install open IS8 .serverបន្ទាប់មកកន្លែងនេះវាសួរឲ្យយើងថាចុច no ឬក៏ yes អញ្ចឹងខ្ញុំចុច y មកហើយយើងរងចាំឲ្យវា process ឲ្យអស់ឥឡូវវាស័ក្តិសិទ្ធិហើយបន្ទាប់មកយើងចុច command sudo system control enable ម្ដង ctl S8 ហើយមកដល់កន្លែងហ្នឹងយើងចុចទៅ sudo system control អត់ដែរតែយើងដាក់ status ម្ដង status IS8 ហើយយើង enter មកហើយមកដល់កន្លែងហ្នឹងវា running ហើយ active running បន្តមកទៀតយើងចូលទៅកាន់ command មួយទៀតយើងចុច sudo uFW allow IS8 បន្តមកទៀតខ្ញុំចុចទៅ check IP address IP ហើយ A ហើយ IP របស់ខ្ញុំ 10.0.2.15 បន្ទាប់មកខ្ញុំទៅដាក់ terminal ថ្មីមួយទៀតបន្ទាប់មកយើង pin ទៅកាន់ address របស់យើងមិញហ្នឹង 10.0.2.15 ហើយ enter មកបន្តមកទៀតយើងចុចទៅ command គេ user របស់ខ្ញុំម្ដងខ្ញុំចុចឈ្មោះខ្ញុំហើយជាមួយនឹង IP address ហ្នឹងម្ដងទៀតចុច command C បន្តមកខ្ញុំចុចចូលទៅកាន់ command user របស់ខ្ញុំឈ្មោះរបស់ខ្ញុំហើយនឹង IP address ហ្នឹង IS8 marita@ 10.0.2.15 ហើយ enter មកហើយកន្លែងហ្នឹងវាសួរយើងថា connect អត់អញ្ចឹងយើងចុច y មកវាឲ្យទៅសេពាក្យពេញ yes តោះមកយើង save password ឥឡូវវាចេញមកហើយបន្តមកទៀតខ្ញុំចុចពាក្យwhoma របស់យើងដដែលមកបន្ទាប់មកយើងទៅ save hostname របស់យើងដដែលទៀតមកវីដេអូខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណលោកគ្រូ